សម្ដេចតេជោប្រមានទាហានថៃដោយវោហារសាស្ត្រដ៏មុតស្រួចថាបើចង់បាន4ខេត្តខ្មែរចូលមកចោះបើក្បាលប៉ាន់ដៃសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមី5និងជាអគ្គមគ្គុទ្ទេសក៍ដោយឆ្នាំរបស់កម្ពុជាបានប្រមានទៅកាន់ទាហានថៃដោយប្រើវោហារសាស្ត្រដ៏មុតស្រួចថាបើចង់បានទឹកដី4ខេត្តរបស់កម្ពុជាចូលមកចោះបើក្បាលឯងប៉ាន់ដៃថ្លែងក្នុងពិធីបើកអនុសង្ឃវជ្រមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ឆ្នាំ2025នៅវិទ្យាស្ថានជាតិអប់រំនៃព្រឹកថ្ងៃច័ន្ទទី17ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍សម្ដៅទៅដល់ភាគីថៃថាខ្លះគេប្រមាថវាយយើងតែ3ថ្ងៃខ្លះគេប្រមាថវាយយើង4ខែដើម្បីដោះដូរជាមួយប្រាសាទនេះប្រាសាទនោះប៉ុន្តែយើងគិតក្នុងចិត្តថាបើឯងក្បាលប៉ាន់ដៃចូលមកចោះយើងនិយាយក្នុងចិត្តនៅទីនេះសុទ្ធតែទាហានហើយមិនមែនជាទាហានសម្រាប់បាញ់ទេប៉ុន្តែជាទាហានសម្រាប់វិសម្រុកទៅមុខសម្ដេចតេជោមានប្រសាសន៍ទៀតថាពាក្យប្រមាថមួយចំនួនសូមទុកឲ្យអ្នកឯងប្រមាថចោះយើងមិនអួតអាងអ្វីទាំងអស់ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើងឧទាហរណ៍បញ្ហានៅព្រៃច័ន្ទនៅខេត្តបន្ទាយមានជ័យគេចង់ឲ្យយើងផ្ទុះអាវុធភ្លាមប៉ុន្តែយើងផ្ទុះអាវុធភ្លាមតើលទ្ធផលវាចេញមកយ៉ាងដូចនេះថៃបានយុយងឲ្យយើងផ្ទុះអាវុធដែលអស់ពីរឿងមួយគេយករឿងមួយសំបីតែជំពាមកៅស៊ូក៏គេបាញ់មកលើទាហានយើងស្ទើររាល់យប់ប៉ុន្តែភាគីកម្ពុជាមិនធ្វើការតបតវិញនោះទេព្រោះគិតថាបញ្ហាបានដើរដល់កិច្ចព្រមព្រៀងបទច្បាញ់រហូតដល់សេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃដោយមានទាំងសហរដ្ឋអាមេរិកចិននិងម៉ាឡេស៊ីនិងមិត្តភ័ក្តិលើពិភពលោកបានដឹងឮទាំងអស់ហើយទុយទៅវិញបើមានតបទៅវិញនឹងមានបញ្ហាដែលគេហៅថាចំនួនពាក្យសម្ដីដូច្នេះពាក្យថាស្ងាត់តែមិនស្ងៀមប៉ុន្តែខ្ញុំទទួលស្គាល់មិនបំពាក់អាវការពារដល់បងប្អូនកងទ័ពរបស់យើងតែពេលនេះបានបំពាក់រួចហើយសម្ដេចតេជោបានទទួលស្គាល់ថាយើងមានការភ្លេចភ្លាំងដែលយើងមិនបានបំពាក់អាវក្រោយឲ្យកងទ័ពប៉ុន្តែឥឡូវនេះវាលើសពីការគប់គ្រាន់ទៅហើយនេះក៏ជាវិស័យការពារជាតិមួយដែរដែលយើងបានធ្វើដោយស្ងប់ស្ងៀមហើយបន្តិចទៀតយើងនឹងមានម៉ាកមួយឈ្មោះថា DSS ផលិតសម្រាប់បំពាក់ឲ្យកងទ័ពហើយអាចនាំចេញថែមទៀតហើយឆ្លើយតបទៅនឹងសាធារណជនដែលបានលើកឡើងពីករណីទាហានថៃបានបាញ់ប្រហារមកលើអ្នកភូមិព្រៃច័ន្ទបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស3នាក់កាលពីពេលថ្មីៗកន្លងទៅថាហើយដើម្បីកម្ពុជានៅស្គៀមសម្ដេចតេជោសូមសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធនៅពេលនោះតើមានមនុស្សស្លាប់ត្រឹមតែម្នាក់និងរបួស3នាក់នោះទេគឺវាទៅលើពីនោះដោយខាងថៃក៏ត្រូវស្លាប់អាចច្រើនឯយើងក៏ត្រូវស្លាប់មកដល់ស៊ីសផុននោះដែរសម្ដេចតេជោបានបន្តថានិយាយគ្នាច្បាស់កន្លែងហ្នឹងយើងមិនមែនខ្លាចវាយទេប៉ុន្តែវាយទៅវាបានផលមកវិញយ៉ាងម៉េចវាបំផ្លាញកិច្ចព្រមព្រៀងបទច្បាញ់បំផ្លាញក្តីថ្លែងការណ៍សន្តិភាពតើវាគួរដែរទេពួកអ្នកឯងនិយាយបានតែនៅខាងក្រៅទេប៉ុន្តែសូមសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបាញ់ប្រហារប្រជាជនកម្ពុជាស្លាប់និងរបួសហើយឬនៅដែលយើងត្រូវតែបញ្ជាក់ពីចំណុចនេះឲ្យបានច្បាស់ខ្ញុំតារាពី RTNews TV